រៀនចប់ទី12ហើយប្រឡងហើយចូលសាកលវិទ្យាល័យមានហៅជំនាញដែលខ្លួនឯងចង់រៀនហើយនៅហើយបងចង់រៀន nurse ចង់រៀន architecture បងចង់រៀនខាង business តែអត់ទាន់ដឹងណាគួររៀនសាលាណា IR ឬក៏ maybe Department of English marketing or accounting អនាគតទៅចង់ធ្វើអីគេចឹង ចង់បើក architecture firm ខ្លួនឯងជា CEO វ៉ាវ ប្រហែលធ្វើ nurse ហ្នឹងឯងបង បើអាជីវកម្មតខ្លួនមួយចឹង សន្តាគារ សម្រាប់ខ្ញុំអត់ទាន់ really sure ទេខ្ញុំចង់ស្វែងរក like interest របស់ខ្លួនឯងឲ្យប៉ັດប្រកាសសិនហ្នឹងហើយបងបាទខ្ញុំ decided រឿងទាំង3ដែលទាំងអស់គ្នាគួរធ្វើនៅពេលដែលចាប់បាក់ដុសទី1នោះគឺការជ្រើសរើសជំនាញការជ្រើសរើសជំនាញគឺពិតជាសំខាន់ខ្លាំងមែនទែនដោយសារតែទាំងអស់គ្នានឹងរៀនជំនាញនោះរយៈពេល4ឆ្នាំចឹងដើម្បីជ្រើសរើសជំនាញដែលទាំងអស់គ្នាអាចធ្វើការ reflect ទៅលើខ្លួនឯងឆ្លុះបញ្ចាំងថាយើងចូលចិត្តអីយើងប្រកែអីហើយគួរតែរៀនជំនាញអីដែលត្រូវជាមួយនឹងទីផ្សារផងដែរទី2នោះគឺការជ្រើសរើសសាលាជ្រើសរើសសាលាក៏សំខាន់ដូចជ្រើសរើសជំនាញដែរនៅពេលដែលយើងដឹងថាយើងចង់ដឹងរៀនជំនាញអីហើយក៏យើងអាចធ្វើការទៅសិក្សាស្រាវជ្រាវថាតើនៅក្នុងប្រទេសកម្ពុជានោះមានសាលាណាខ្លះដែលគេផ្ដល់ជាមួយនឹងកម្មវិធីសិក្សាទៅលើជំនាញមួយនឹងសាលាណាខ្លះដែលមានកម្មវិធីសិក្សាល្អមានឱកាសល្អជាដើមអញ្ចឹងយើងអាចទៅសួរសិស្សច្បងអាចទៅសួរសាលាផ្ទាល់ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតផងដែរទី3នេះគឺស្វែងរកឱកាសបន្ថែមឱកាសមានច្រើនខ្លាំងមែនទែនទាំងអាហារូបករណ៍ក្នុងស្រុកអាហារូបករណ៍ក្រៅស្រុកអញ្ចឹងអ្នកនរគ្នាគួរតែសាកល្បងដើម្បីដាក់ពាក្យអាហារូបករណ៍ទាំងអស់ហ្នឹងហើយក្រៅពីហ្នឹងទៀតក៏អាចស្វែងរកជាមួយនឹងកម្មវិធីផ្លាស់ប្ដូរការសិក្សានៅពេលដែលអ្នកនរគ្នារៀននៅសាកលវិទ្យាល័យក៏ដូចជាកម្មវិធីស្ម័គ្រចិត្តជាច្រើនផងដែរស្វាគមន៍មកកាន់ podcast មហាជនឬ Citizen podcast ដោយវត្តមានថ្ងៃនេះនាងខ្ញុំពុទ្ធធីរីខ្ញុំបាទមករាលើប្រធានបទថ្មីទៀតហើយតែពិតពុទ្ធធីរីមិនចាប់អារម្មណ៍មុនពេលចូលកម្មវិធីរបស់យើងបច្ចុប្បន្នទស្សនាហើយមហាជនក៏បានទស្សនាដែរវីដេអូដែលបងប្អូនទើបតែប្រឡងចប់មធ្យមសិក្សាទុតិយភូមិឬក៏ហៅថាប្រឡងបាក់ឌុបណាគាត់មានក្តីសម័យចង់រៀនជំនាញបន្តពេលដែលគាត់ប្រឡងហើយពុទ្ធរីមើលឃើញយ៉ាងម៉េចដែរសម្រាប់ខ្ញុំបានមើលវីដេអូខ្លីមិញហ្នឹងគឺខ្ញុំគិតថាសម្រាប់បងប្អូនពេលបច្ចុប្បន្នគាត់មានគោលដៅជាមួយនឹងគេហៅថាក្តីសម័យរបស់ពួកគាត់ណាចាដល់ពេលអញ្ចឹងទៅគាត់អាចសម្រេចចិត្តនៅក្នុងការទៅសិក្សាជំនាញដែលខ្លួនគាត់ស្រឡាញ់គាត់អាចជ្រើសរើសសាលាគាត់មើលឃើញពីសាលាគាត់មើលឃើញពីគោលដៅរបស់គាត់ច្បាស់តែម្ដងអញ្ចឹងខ្ញុំមានការកោតសរសើរមែនទែនសម្រាប់ពួកគាត់នៅក្នុងការមានគោលដៅច្បាស់លាស់តាំងពីទើបតែបញ្ចប់ថ្នាក់ទី12ចាបើអាចនិយាយបានថាអ្វីដែលសំខាន់បំផុតសម្រាប់ប្អូនទើបតែប្រឡងបញ្ចប់យើងហៅសាមញ្ញប្រឡងបាក់ឌុបចា12ចប់ហ្នឹងមុនគេកំណត់គោលដៅខ្លួនឯងក្តីសម័យខ្លួនឯងថាចង់រៀនជំនាញអីបន្តអ្វីដែលខ្ញុំចង់និយាយទៅកាន់ប្អូនដែលប្រឡងចប់ថ្នាក់ទី12ហ្នឹងណាកុំគិតថាហ្នឹងជាការបញ្ចប់នៅក្នុងការសិក្សារបស់យើងអញ្ចឹងណាបាទគ្រាន់តែជាស្ពានឬក៏ជាជំហានទី1សម្រាប់បងប្អូនតេស្តសមត្ថភាពរយៈពេល12ឆ្នាំហើយបន្តទៅកាន់ស្ពានជីវិតបន្តទៀតមុននឹងចូលទៅកាន់អាជីពឬក៏ទីផ្សារការងារចាត្រឹមត្រូវបងបើនិយាយពីកន្លែងហ្នឹងវិញអាចនិយាយបានថានេះគឺជា step 1នេះដែលចូលទៅសមរភូមិក្តៅនេះពេលបន្តិចទៀតនេះចាបាទកន្លែងហ្នឹងតែដោយសារតែខ្ញុំចង់លើកទឹកចិត្តព្រោះដោយសារយើងនិយាយចូលដល់រឿងលទ្ធផលធម្មតាទេការប្រឡងតែមានជាប់មានធ្លាក់ឯងត្រឹមត្រូវបងចាដូចជាការប្រកួតអញ្ចឹងណាមានចាញ់មានឈ្នះអញ្ចឹងទៅក៏ប៉ុន្តែមិនមែនជាបញ្ហាវាដូចកីឡាអញ្ចឹងណាមិនប្រកាសថាអ្នកដែលគាត់ឈ្នះបានពានត្រូវតែបន្តទៅមុខអ្នកចាញ់អត់ត្រូវបន្តទៅមុខទៀតទេតាមពិតគឺមានផ្លូវដើរដូចគ្នាចាមានផ្លូវដើរដូចគ្នាយើងចង់លើកទឹកចិត្តទៅដល់បងប្អូនដែលគាត់ប្រឡងទោះជាប់ក៏ដោយធ្លាក់ក៏ដោយនិយាយទៅគឺត្រូវតែដឹងខ្លួនឯងថាឱកាសបរិញ្ញាបន្តទៀតត្រូវធ្វើយ៉ាងម៉េចពីព្រោះថាដោយសារតែឱកាសសិក្សាណាពុទ្ធរីបើយើងមើលមកដល់បច្ចុប្បន្នណាច្រើនសម្បូរបែបខ្ញុំហ៊ាននិយាយថាច្រើនមែនទែនតែម្ដងច្រើនខុសឆ្ងាយពីចំនួនមុនឥឡូវបើយើងនិយាយចេះទៅចាចំនួនយើងហ្មងចាមានភាពខុសគ្នាឆ្ងាយមែនទែនហ្មងអញ្ចឹងសម្រាប់ខ្ញុំនៅតែគិតថាឱកាសសម្រាប់បងប្អូនដែលជាប់ឬធ្លាក់ក៏មិនមែនជាបញ្ហាដែរទោះបីជាប់ឬធ្លាក់ក៏មិនបញ្ហាគ្រាន់តែយើងអាចតេស្តសមត្ថភាពខ្លួនយើងថានៅក្នុងគណៈនេះគឺយើងបានប្រឡងដឹងថាខ្លួនឯងនៅខ្វះខាតកន្លែងណាដើម្បីជាស្ពានបន្តទៅពេលក្រោយទៀតយើងអាចកែតម្រូវខ្លួនឯងចាត្រង់ចំណុចនេះយើងលើកឡើងសង្កត់ធ្ងន់សំខាន់ណានៅក្នុងកម្មវិធីរបស់យើងនៅដំបូងនេះគឺចង់និយាយពីសារៈសំខាន់នៃគោលដៅនិងក្តីសម័យត្រឹមត្រូវដោយសារតែខ្ញុំជឿជាក់ថាគណៈដែលមានប្អូនគាត់មានគោលដៅមានក្តីសម័យច្បាស់លាស់តែក៏មានប្អូនមួយចំនួនអត់ទាន់មានទេបាទហើយសម្រាប់អ្នកដែលអត់ទាន់មានគោលដៅក្តីសម័យរៀងពិបាកបន្តិចខ្ញុំអាចនិយាយបានអញ្ចឹងណាក៏ប៉ុន្តែសម្រាប់ខ្ញុំលើកទឹកចិត្តដោយសារតែ
មកដល់បច្ចុប្បន្ននេះមានគេហៅថាមានវគ្គបង្គោលវគ្គតម្រែតម្រង់ទិសច្រើនតាំងពីបងប្អូនមុនប្រឡងបាក់ឌុបហ្នឹងក៏មានអ្នកដែលបានចូលវគ្គតម្រង់ទិសមុនណាចឹងគាត់មានគោលដៅក្តីសម័យកំណត់បានហើយប៉ុន្តែដែលបងប្អូនលេងពេលដែលប្រឡងចប់ហើយនៅតែអត់ទាន់ដឹងខ្លួនឯងអត់ទាន់បានចូលវគ្គតម្រង់ទិសហ្នឹងក៏អាចដែរអាចស្វែងរកព័ត៌មានផ្សេងៗទៅចូលវគ្គសិក្ខាសាលាវគ្គតម្រង់ទិសអីដើម្បីឲ្យកំណត់ខ្លួនឯងជាមុនមិនចឹងក៏ពិតមែនតែនទៅបងសម្រាប់បច្ចុប្បន្ននេះអាចថាកាន់តែសម្បូរបែបទៀតដោយសារតែយើងមានប្រព័ន្ធសសលចាដែលចាបណ្ដាញសង្គមដែលពួកគាត់អាចស្វែងរកព័ត៌មានជាច្រើនក៏ដូចជាមានការចែករំលែកពីបងជំនាន់មុនពីសកលវ័យយើងអីដែលគាត់ចែករំលែកពីបទពិសោធន៍ច្រើនតាមរយៈបណ្ដាញសង្គមដែលធ្វើឲ្យបងប្អូនអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀតថាខ្លួនឯងគួរទៅផ្លូវណាហើយបើទោះបីជាជាប់ក៏ដោយមិនជាប់ក៏ដោយតែខ្លួនឯងធ្វើបែបណាខ្លះចាគួរតែធ្វើបែបណាគួរតែមានគោលដៅអីដើម្បី back up ចាអាហ្នឹងវាជារឿងនៅតែត្រឡប់មកវិញដដែលការកំណត់គោលដៅក្តីសម័យថាខ្លួនឯងចង់បន្តជំហានជាស្ពានបន្តទៀតដើម្បីមុនចូលអាជីពពិតប្រាកដប្រចាំជីវិតឬក៏អាជីពការងារតើត្រូវតែរើសយកជំនាញឬក៏សិក្សានៅសាលាណាសិក្សាជំនាញអ្វីផ្នែកអ្វីអាហ្នឹងកំណត់ឲ្យច្បាស់សិនណាអ្វីដែលខ្ញុំលើកឡើងហ្នឹងកុំឲ្យគេថាត្រូវតែចប់ភ្លាមយើងអត់ទាន់ដឹងថាខ្លួនឯងចង់រៀនអីតែចូលសិនណាធ្វើមិនឲ្យត្រូវចូលបន្តសិនកុំឲ្យខ្លាចឆ្នាំអញ្ចឹងណាអានេះគឺជាបទពិសោធន៍មួយដែលយើងបានមើលបន្តបន្ទាប់តាំងពីអ្នកដែលរៀមច្បងដែលប្រឡងមុនហើយបងប្អូនអាចសិក្សាពីពួកគាត់បានតើធ្វើយ៉ាងម៉េចកលឹះយ៉ាងម៉េចរបៀបនៅក្នុងការកំណត់គោលដៅក្តីសម័យនឹងយ៉ាងម៉េចឬជំនាញសិក្សានឹងយ៉ាងម៉េចបងប្អូនអាចស្វែងរកបានដូចពុទ្ធរីលើកឡើងមិញអញ្ចឹងបណ្ដាញសង្គមយើងមានទូលំទូលាយហើយនិយាយវាយតបាច់មកថាឥឡូវកំណត់គោលដៅការសិក្សាអីចេញមកហើយថាមានវិធីធ្វើតេស្តសាកល្បងបើតាមខ្ញុំដឹងមានមជ្ឈមណ្ឌលឬក៏មានសាលាមួយចំនួនគេមានគេដូចក៏មិនគិតថ្លៃផងគេអាចថាឲ្យយើងទៅធ្វើតេស្តសមត្ថភាពដើម្បីកំណត់ថាយើងមានសមត្ថភាពជំនាញទេពកោសល្យអីពិតប្រាកដចាបើយើងដឹងអាហ្នឹងគឺយើងដឹងថាយើងគួររៀនអីបន្តហើយបូកផ្សំជាមួយនឹងក្តីសម័យខ្លួនឯងស្រឡាញ់ដែរអត់ទៀតអញ្ចឹងយើងអាចគូគងនេះទៅយើងដឹងយើងត្រូវស្គាល់ខ្លួនឯងសំខាន់យើងស្គាល់ខ្លួនឯងបងឧទាហរណ៍ថាពុទ្ធរីស្រឡាញ់ទៅខាងវិស្វករយ៉ាងឧទាហរណ៍អញ្ចឹងយើងពុទ្ធរីអត់បកកែខាងរូបវិទ្យាគណិតវិទ្យាអីទេតែទៅរៀនខាងហ្នឹងតើគួរអត់ឧទាហរណ៍ណាអានេះបើយើងអត់ច្បាស់ទេយើងអាចទៅរកកន្លែងណាដែលអាចវាតម្លៃតេស្តសមត្ថភាពអញ្ចឹងអាចតេស្ត IQ EQ ផ្សេងទៀតចាអញ្ចឹងទេឥឡូវយើងមានវីដេអូមួយទៀតសម្រាប់ដោយសារយើងចាប់អារម្មណ៍បងប្អូនដែលមានបន្ទុកល្អនិទេសល្អអីខ្ពស់ខ្ញុំគិតថាដូចជាមិនពិបាកនៅក្នុងការស្វែងរកសាលាអីទេព្រោះគាត់មានឱកាសទទួលអាហារូបករណ៍ច្រើនគាត់ដែលឡែកបងប្អូនដែលប្រឡងជាប់បាននិទេសមធ្យមឬក៏ជាពិសេសបងប្អូនដែលប្រឡងពុំជាប់ទេអញ្ចឹងតើបងប្អូនគួរតែបន្តការសិក្សាឬក៏ចាប់យកឱកាសបែបមិនទៀតណាអានេះយើងមានវីដេអូមួយឥឡូវទស្សនាវីដេអូនឹងសិនបាទបងប្អូនទៅចាំថាទោះបីជាយើងជាប់ឬមិនជាប់ក៏ដោយក៏យើងមានឱកាសច្រើនបើអ្នកជាប់គឺយើងអាចបន្តការសិក្សានៅមហាវិទ្យាល័យប៉ុន្តែបើអ្នកមិនជាប់គឺយើងមានការសិក្សាច្រើនណាស់ដូចជាមាន vocational training ចាការសិក្សាយកជំនាញហើយនឹងមានបញ្ញាបត្ររងដូច្នេះគឺបងប្អូនក្មួយកុំអស់សង្ឃឹមហើយរាជរដ្ឋាភិបាលរបស់យើងផ្ដល់ឱកាសឲ្យក្មួយដែលមិនបានប្រឡងជាប់ចាបាក់ឌុបគឺអាចបន្តរៀនជាជំនាញចាវិជ្ជាជីវៈផ្ទាល់ខ្លួនវីដេអូនេះបងសូមផ្ដាំផ្ញើទៅបងប្អូនចំនួនក្រោយជាសិស្សានុសិស្សដែលគាត់ប្រឡងជាប់បាក់ឌុបឬក៏បញ្ចប់នៅបាក់ឌុបហើយចូលរៀននៅសាកលវិទ្យាល័យបងសូមផ្ដាំផ្ញើថាបើបងអូនស្រឡាញ់អីបងអូនចង់រៀនអីបងអូនរៀននឹងទៅកុំរៀនតាមគ្នាកុំជ្រើសរើសសាលាតាមគ្នាតាមពួកម៉ាតាមមិត្តភ័ក្តិឬក៏រៀនតាមអ្នកនេះអ្នកនោះអញ្ចឹងណានាំឲ្យបងអូនជ្រើសរើសនៅសាលាខុសជ្រើសរើសនៅជំនាញខុសក៏ដូចជាខុសពីអ្វីដែលខ្លួនឯងស្រឡាញ់ខុសពីអ្វីដែលជាភាពខ្លាំងរបស់ខ្លួនឯងហើយនឹងធ្វើឲ្យបងអូនស្ដាយក្រោយថាយើងរៀនមិនចំគោលដៅរៀនមិនចំជំនាញអញ្ចឹងសូមផ្ដាំទៀតថាយើងរៀនទៅតាមអ្វីដែលយើងចង់ទៅតាមជំនាញរបស់យើងទៅតាមសមត្ថភាពពីកំណើតរបស់យើងទើបជាការល្អប្រសើរ
ចាអញ្ចឹងបងបន្ទាប់ពីបានទស្សនាវីដេអូខ្លីដែលលោកជំទាវបណ្ឌិតចាដែលជាស្ត្រីទី1របស់យើងគាត់បានចាលើកទឹកចិត្តដល់បងប្អូនចាបងប្អូនដែលបានជាប់វាជារឿងមួយហើយចាប៉ុន្តែបងប្អូនដែលមិនទាន់បានជាប់ជាមួយនឹងបញ្ចប់គេហៅជាប់សញ្ញាបត្របាក់ឌុបហ្នឹងណាបងចាអញ្ចឹងយើងក៏ត្រូវមានរឿងទៅជែកគ្នាដែរតែសម្រាប់បងយល់ឃើញយ៉ាងណាដែរចំពោះវីដេអូលើកទឹកចិត្តមិញដូចខ្ញុំលើកឡើងអញ្ចឹងការប្រឡងតែមានជាប់មានធ្លាក់ហើយអញ្ចឹងដោយសារតែខ្ញុំជឿថាគ្មានអ្នកណាដែលចង់គេថាមិនជោគជ័យទេមិនចង់ប្រឡងជាប់ទេតែប្រឡងចង់ជាប់ហើយតែប្រកួតចង់ឈ្នះហើយអញ្ចឹងក៏ប៉ុន្តែបើសិនជាអត់ប្រឡងជាប់ក៏ខ្ញុំសូមលើកទឹកចិត្តនៅតែជំរុញទឹកចិត្តលើកទឹកចិត្តទៅដល់បងប្អូនកុំបាក់ស្មារតីកុំបាក់ទឹកចិត្តអ្វីដែលយើងត្រូវធ្វើប្រឈមមុខតើត្រូវធ្វើអីបន្តទៀតដូចក្នុងវីដេអូបានលើកឡើងមិញគឺបានន័យថាជាប់ធ្លាក់គឺមានឱកាសដូចតែគ្នាទេមានឱកាសដូចគ្នាពីព្រោះថាឥឡូវឱកាសនៅក្នុងការសិក្សាថ្នាក់បន្តនេះគឺមានច្រើនគាត់ថាបងប្អូននៅតែដដែលគឺដឹងច្បាស់ថាខ្លួនឯងចង់បន្តទៅខាងណាអញ្ចឹងណាបាទហើយសម្រាប់ឥឡូវយើងអាចប្រៀបធៀបបន្តិចដោយសារតែឥឡូវវាសម្បូរបែបទៅគេហៅថាទាំងព័ត៌មានទាំងការតម្រែតម្រង់ទិសទាំងពីគេហៅថាមានអ្នកលើកទឹកចិត្តដល់កម្លាំងទឹកច្រើនណាឥឡូវបើយើងនិយាយពីការពីប្រហែលឆ្នាំមុនឥឡូវនេះពុទ្ធិរីការពីប្រឡងជំនាន់នឹងយ៉ាងម៉េចដែរពេលតែប្រឡងបាក់ឌុបជំនាន់ពុទ្ធិរីសូមនិយាយពីខ្លួនឯងតិចណាបងចាមែនតើទៅប្រហែលជាបងក៏មិនដែលដឹងដែរខ្ញុំប្រឡងបាក់ឌុប2ដងចាកាលពីឆ្នាំ2009ខ្ញុំប្រឡងម្ដងខ្ញុំប្រឡងធ្លាក់ដែលកាលនោះមានបញ្ហាសុខភាពអីមួយចំនួនទៅខ្ញុំប្រឡងធ្លាក់អញ្ចឹងខ្ញុំបាក់ទឹកចិត្តមែនតើដោយសារពេលនោះអត់មានអ្នកលើកទឹកចិត្តយើងហើយយើងក៏មិនដឹងថាត្រូវរៀនអីយើងខ្មាស់គេពេលនោះពេលដែលយើងប្រឡងបាក់ឌុបអត់ជាប់ហ្នឹងត្រូវបានមនុស្សទូទៅរើសអើងហ្មងចាពេលជំនាន់នោះបងអញ្ចឹងខ្ញុំក៏បន្តរៀនមួយឆ្នាំទៀតចាក៏ប្រឡងជាប់នីតិឌីអញ្ចឹងពេលដែលខ្ញុំប្រឡងជាប់នីតិឌីហ្នឹងត្រូវបានគ្រួសារគាត់ណែនាំពេលហ្នឹងអត់ស្រឡាញ់ទេខ្ញុំរៀនបញ្ញាបត្រម្ដងហើយបញ្ញាបត្រគណនេយ្យតាមគ្រួសារចាតាមគ្រួសារប៉ុន្តែខ្ញុំស្រឡាញ់មេធាវីខ្ញុំស្រឡាញ់ច្បាប់តែគ្រួសារឲ្យទៅរៀនគណនេយ្យចាគ្រួសារឲ្យទៅរៀនគណនេយ្យដូច្នេះពេលដែលរៀនឆ្នាំទី1ហ្នឹងបងខ្ញុំរៀនពេលយប់ហើយខ្ញុំមកធ្វើការពេលថ្ងៃហើយទៅធ្វើការជំនាញសេលចាដូច្នេះវាខុសគ្នាហ្មងនៅពេលដែលយើងរៀនជំនាញអត់ចាំជំនាញដែលខ្លួនស្រឡាញ់ទេយើងអត់មានទឹកចិត្តនៅក្នុងការរៀនទេហើយហេតុផលបានជាខ្ញុំស្រឡាញ់ជំនាញច្បាប់ខ្ញុំក៏ស្គាល់ខ្លួនឯងដែរពេលនោះប៉ុន្តែមានថាស្គាល់ខ្លួនឯងតែមិនអាចមានឱកាសនៅក្នុងការទៅធ្វើអីតាមចិត្តរបស់ខ្លួនឯងចាអញ្ចឹងមានន័យថាហេតុអីបានខ្ញុំចង់រៀនច្បាប់ដោយសារតែអំណោយផលពីធម្មជាតិរបស់ខ្ញុំគឺខ្ញុំនិយាយខ្ញុំចូលចិត្តនិយាយខ្ញុំចូលចិត្តការងារនិយាយចូលចិត្តការងារបែបសบายបែបលក្ខណៈថាវិនិច្ឆ័យចាការទៅចែកវែកញ៉ៃសូម្បីតែរាល់ថ្ងៃនេះគឺខ្ញុំមកធ្វើការអញ្ចឹងទាញមកចុះឡើងខ្ញុំខ្លាយទៅជាអ្នកកសែតដដែលចាឃើញទេបងឃើញទេខ្ញុំអត់មានទៅចុងក្រោយខ្ញុំអត់មានទៅធ្វើការផ្នែកគណនេយ្យទេមកដល់ពេលបច្ចុប្បន្នខ្ញុំទៅរៀនបរិញ្ញាបត្រpublic law ដដែលបាទអញ្ចឹងបើតាមខ្ញុំស្ដាប់ទៅពុទ្ធិរីបានន័យថាយើងអត់ដាក់បន្ទុកឬក៏ទម្លាក់បន្ទុកទៅលើທາງដោយសារតែក្រុមគ្រួសារអីទេគឺជាការចែករំលែកបទពិសោធន៍ដល់បងប្អូនដែលកំពុងតែឥឡូវរាចិត្តអត់ដឹងថាខ្លួនឯងចង់ធ្វើអីតាមបេះដូងតាមគ្រួសារឬក៏តាមទីផ្សាររត់ទៅតាមឃើញគេរកមុខរបរហ្នឹងអាជីពហ្នឹងការងារហ្នឹងរកលុយបានយើងចង់ទៅរៀនខាងហ្នឹងដែរទៅគេរកលុយបានតែដូចពុទ្ធិរីលើកឡើងអញ្ចឹងបើចិត្តយើងបេះដូងយើងអត់ស្រឡាញ់ណាទៅធ្វើការងារហ្នឹងប្រហែលជាមិនបានយូរមិនថា 100% ទេប្រហែលជាអាចមានគីឡូអ្នកខ្លះគាត់អាចផ្លាស់ប្ដូរផ្នត់គំនិតទៅតាមនឹងបានណាក៏ប៉ុន្តែបើសម្រាប់យើងមើលទូទៅគឺប្រហែលជាពិបាកមែនតើក្នុងការបត់ព្រោះយើងអត់ស្រឡាញ់បងស្អីក៏ដោយអានេះខ្ញុំសុំកាត់ប្រសាសន៍បងបន្តិចស្អីក៏ដោយយើងធ្វើអីក៏ដោយសូម្បីតែយើងអង្គុយនិយាយឥឡូវនេះបើយើងអត់មានក្តីស្រឡាញ់ទេយើងអត់មកធ្វើទេយើងធ្វើអត់បានទេបងអញ្ចឹងស្អីក៏ដោយមិនថាតែមនុស្សប្រុសស្រីស្រឡាញ់គ្នាត្រូវការក្តីស្រឡាញ់សូម្បីតែការងារសូម្បីបើយើងអត់នេះយើងអត់ឆ្លៀតទេបងយើងអត់ឆ្លៀតមកថតយើងអត់ឆ្លៀតទេនេះអញ្ចឹងសរុបមកក្តីស្រឡាញ់ជាមួយនឹងលទ្ធភាពរបស់យើងចាក្តីស្រឡាញ់ខ្ញុំស្រឡាញ់ច្បាប់ដោយសារលទ្ធភាពខ្ញុំបកកែគិតខ្ញុំ reflect លឿនខ្ញុំដឹងព័ត៌មានទូទៅច្រើនខ្ញុំនិយាយបានខ្ញុំជាមនុស្សនិយាយនៅតាមទីសាធារណៈដែលអត់ខ្លាចតាំងពីក្មេងដូច្នេះយើងគិតថាយើងទៅអាហ្នឹងត្រូវហើយគប់ផ្សំជាមួយនឹងទីផ្សារការងារផងដែរចាឧទាហរណ៍អ្នកខ្លះទៅគាត់
ហោជំនាញឯងស្រឡាញ់ឯងក៏ប៉ុន្តែស្រាប់តែសមត្ថភាពគាត់អាពីខាងក្នុងរបស់គាត់នឹងអត់អាចទៅ បាទទេពកោសលអត់ត្រូវ ទេពកោសលអត់ត្រូវជាមួយហ្នឹង វាពាក់ព័ន្ធទៅលើរឿងដែលខ្ញុំលើកឡើងថារយៈពេល12ឆ្នាំដែលបងប្អូនរៀនហ្នឹងហើយប្រឡងថ្នាក់ទី12ឬក៏ប្រឡងបាក់ឌុបហ្នឹងគ្រាន់តែជាការរៀនគេហៅថាចំណេះដឹងទូទៅដែលវាស់ស្ទង់របស់យើងនៅប្រឡងទី12ហ្នឹងឯងថាយើងមានជំនាញមានទេពកោសលចាប់បានអីគេខ្លះព្រោះមុខវិជ្ជាទាំងអស់ដែលសាលាចំណេះដឹងទូទៅបរៀនយើង12ឆ្នាំហ្នឹងគឺដើម្បីឲ្យយើងរកឃើញខ្លួនឯងថាទេពកោសល សិតសឹងតែមូលដ្ឋានគ្រឹះ បាទសមត្ថភាពរបស់យើងបកកែខាងអីអញ្ចឹងបើមានយើងអាចដឹងហើយថាឧទាហរណ៍ឥឡូវយើងប្រឡងយើងមានចេញនិទេសឧទាហរណ៍ថាពុទ្ធរីបកកែឧទាហរណ៍អក្សរសាស្ត្ររូបវិទ្យាឬក៏អីដែលលេចធ្លោជាងគេប្រហែលមុខហ្នឹងយើងអាចដឹងថាយើងបកកែអាហ្នឹងយើងស្រឡាញ់អាហ្នឹងហើយបូកមួយទៀតនៅក្តីសម័យគោលដៅរបស់យើងថាអញ្ចឹងខ្ញុំស្រឡាញ់នៅជំនាញនេះបូកមួយទេពកោសលសមត្ថភាពជាក់ស្ដែងដែលខ្ញុំមានមែនអញ្ចឹងគួរតែរៀនជំនាញនេះទៅគឺវាត្រូវហ្មងអញ្ចឹងហើយឱកាសការងារគេហៅថាបើយើងចេះប្រសពប្រាក់រត់តាមហៅចាពាក្យចាស់និយាយខុសឯងអញ្ចឹងកុំបារម្ភខ្ញុំជឿជាក់ថាដោយសារតែបងប្អូនមានក្តីបារម្ភឥឡូវហ្នឹងគាត់អាចថាសម្រាប់គ្រួសារដែលគាត់ទូធាមានជីវភាពគ្រប់គ្រាន់អត់អីទេតែបងប្អូនដែលអាចថាមានជីវភាពមិនគ្រប់គ្រាន់គាត់នៅមានកម្រិតចង់ធ្វើការផងចង់រៀនបន្តផងអានឹងប្រហែលយើងពិបាកអញ្ចឹងណាបាទហើយអញ្ចឹងទេគាត់អ្នកខ្លះអាចសម្រេចចិត្តថារៀនអានេះទៅឆាប់រលុយបានតែចិត្តខ្លួនឯងអត់ស្រឡាញ់ទេអត់ស្រឡាញ់ទេដើម្បីឆាប់ដូចខ្ញុំនិយាយដដែលដល់កន្លែងហ្នឹងមានបទពិសោធន៍ទៀតលើហើយបងចាខ្ញុំរៀនខ្ញុំទៅធ្វើការខាង sale ខាងអីដែលខុសពីជំនាញខ្ញុំហ្នឹងបងចាដោយកាលនោះពួកម៉ាក់ខ្ញុំគាត់អត់ទៅធ្វើការគាត់រៀននៅសាកលវិទ្យាល័យហ្នឹងគាត់អត់ទៅធ្វើការ5ឆ្នាំគាត់រៀនខាង graphic design គាត់អត់ទៅធ្វើការគាត់រៀន5ឆ្នាំនឹងអាហ្នឹងខ្ញុំធ្វើការ5ឆ្នាំមុនគាត់បន្ទាប់ពីគាត់ចេញមកគឺគាត់ជាម្ចាស់ក្រុមហ៊ុនមុនខ្ញុំបាទអញ្ចឹងបានន័យថាដោយសារតែគាត់កំណត់គោលដៅច្បាស់លាស់របស់គាត់អញ្ចឹងណាក៏មិនប្រកាសថាត្រូវតែបខំបងប្អូនទាំងអស់ត្រូវថាចាប់ផ្ដើមពីឥឡូវទៅតាមគេហៅថាចង់ធ្វើអាហ្នឹងគឺធ្វើបានទេចេះវាតាមឱកាសខុសគ្នាព្រោះដោយសារតែដូចខ្ញុំលើកឡើងមកអញ្ចឹងដោយសារតែអ្នកខ្លះគាត់អាចថាមានកលៈទេសៈមិនអំណោយផលជីវភាពគាត់មិនអំណោយផលអីអញ្ចឹងទៅក៏មិនទាន់សិក្សាជំនាញនឹងបានតែយើងត្រូវចិញ្ចឹមចិត្តថាឥឡូវបើអត់បានតិចខ្ញុំត្រូវធ្វើយ៉ាងម៉េចប៉ុន្តែកុំបោះបង់ពុះពៀទៅរកគោលដៅក្តីសម័យរបស់យើងហ្នឹងណាបាទឧទាហរណ៍ថាសម្រាប់អ្នកដែលគាត់ប្រឡងអត់ជាប់ចោះអញ្ចឹងប្រហែលជាអត់ជាប់គឺទៅរៀនបញ្ញាបត្រអត់ទាន់បានទេមិនអញ្ចឹងប៉ុន្តែអាចរៀនបញ្ញារងបានត្រឹមត្រូវបងហើយបន្តទៅយកបរិញ្ញាបត្រអញ្ចឹងវាដូចគ្នាអញ្ចឹងទេបងចាគាត់ថាវាខុសគ្នាតិចតួចមុនក្រោយតែប៉ុណ្្នឹងណាកាលនោះសម្រាប់កាលខ្ញុំវិញខុសគ្នាកន្លះឆ្នាំបងខុសគ្នាមួយឆមីហេចាដែលយើងត្រូវរៀនបរិញ្ញាបត្ររងហើយបាន2ឆ្នាំហើយយើងត្រូវតបញ្ញាបត្រឲ្យរៀនលើសគេមួយឆមីទៅអញ្ចឹងកន្លែងហ្នឹងដោយសារតែខ្ញុំចង់ផ្ដាំដល់បងប្អូនថាកុំឲ្យបាក់ទឹកចិត្តបាក់ស្មារតីបោះបង់គោលដៅហ្នឹងដោយសារថាកុំគិតថានេះខ្ញុំនិយាយសម្រាប់អ្នកធ្លាក់បងប្អូនអ្នកធ្លាក់លេងគាត់ឧទាហរណ៍ឲ្យស្រឡាញ់ទៅខាងឧទាហរណ៍ថាទៅខាងវិស្វករអញ្ចឹងចុះស្រាប់តែខ្លួនឯងធ្លាក់អត់ទេខ្ញុំទៅរៀនអាផ្សេងព្រោះដោយសារខ្ញុំធ្លាក់កុំគិតអញ្ចឹងយើងអាចរៀនបន្តជំនាញណាដែលវាអាចថ្ងៃក្រោយយើងទៅរៀនបន្តវិស្វករបានដូចគ្នាប៉ុន្តែគ្រាន់ថាអញ្ចេះនៅពេលជំនាញមួយចំនួនណាបងចាក៏អ្នកធ្លាក់មិនអាចអត់មានបញ្ញាបត្ររងឲ្យយើងទៅរៀនទេចាក៏មានលើកលែងខ្លះដែរអញ្ចឹងប្រហែលដែលអាចរៀនអញ្ចឹងណាវាអាចប្រហែលប៉ុន្តែថ្ងៃក្រោយអាចឱកាសដែលយើងអាចចង់នឹងគេអាចទៅបន្តបានគាត់ថាយើងចំណាយពេលយូរខ្ញុំនិយាយអញ្ចឹងណាបាទយើងមានច្រើនដំណាក់កាលអីអញ្ចឹងទៅបាទហើយបើសម្រាប់ដែលខ្ញុំវិញខ្ញុំគិតថាចំនួនឥឡូវលើកឡើងដដែលគឺបងប្អូនមានឱកាសច្រើនដោយសារតែមានបណ្ដាញសង្គមមានព័ត៌មានជុំវិញខ្លួនច្រើនវគ្គតម្រង់ទិសច្រើនណាវាអត់ដូចអីដែលសំខាន់ណារៀនទេចាអីដែលសំខាន់ឥឡូវហ្នឹងគឺមានវគ្គបដោះបដាលវិជ្ជាជីវៈបន្ថែមទៀតណោះដែលកាន់តែងាយស្រួលសម្រាប់ពួកគាត់ទៅទៀតចាវាកាន់តែងាយស្រួលទៀតបាទឥឡូវនេះយើងមានវីដេអូមួយទៀតដោយសារតែអានេះចង់ទៅដល់ខាងបងប្អូននារីវិញដោយសារតែប្រហែលជាខ្ញុំជឿថាឥឡូវប្រហែលបងប្អូនយុវជនយុវនារីក៏អាចរៀងមានការសម្រេចចិត្តពិបាកបន្តិចដែរព្រោះថាដោយសារតែយើងសង្គមខ្មែរយើងនៅតែគិតថាមនុស្សប្រុសគួរតែរៀនអានេះមនុស្សស្រីគួរតែរៀនជំនាញនេះទៅស្រីក៏កុំធ្វើរៀននោះចាឥឡូវយើងទស្សនាវីដេអូសិនថាក្នុងវីដេអូនោះប្រកបអត្ថន័យយ៉ាងម៉េចបាទខ្ញុំជាវិស្វករអេឡិចត្រូនិកការងារខ្ញុំចម្បងរាល់ថ្ងៃគឺត្រួតពិនិត្យទៅលើគុណភាពដែលយើងផលិតគ្រឿងអេឡិចត្រូនិករបស់យើងហ្នឹង
ពេលខ្ញុំរៀនចប់អត់ដឹងថារៀនអីទេបន្ទាប់មកបងប្រុសក៏ណែនាំថារៀនបច្ចេកទេសទៅហើយខ្ញុំក៏សម្រេចចិត្តថារៀនព្រោះឯខ្លួនឯងគិតថារូបហើយនឹងគណិតបកែដែរពេលចូលរៀនភ្លាមអត់ដឹងថាខ្លួនឯងទៅធ្វើអីខ្លាចជាស្អីទេបន្ទាប់ពីរៀនចប់ឲ្យតែរៀនសិនឲ្យដឹងថាការរៀនហ្នឹងលក្ខណៈរបៀបម៉េចពុកម៉ែខ្ញុំបារម្ភដែរដោយសារខ្ញុំជាកូនស្រីហើយទៅរៀនបច្ចេកទេសគាត់ថាចេញមកទៅតភ្លើងមែនហើយដល់ពេលខ្ញុំចេញមកអត់តភ្លើងទេដោយសារបច្ចេកទេសមិនមែនទៅតភ្លើងមកទេមានជំនាញច្រើនអញ្ចឹងគឺខ្ញុំធ្វើការនៅ office មួយកុំព្យូទ័រជាមួយ program អីផ្សេងៗអញ្ចឹងយើងអាចថាទីផ្សារមិនខ្វះឲ្យសម្រាប់អ្នកបច្ចេកទេសខ្ញុំមានគ្រួសារតូចមួយម៉ាក់បងធ្វើអត់បានទេអីឲ្យតែកូនឯងជឿជាក់កូនឯងធ្វើបានហើយតោះធ្វើម្ដងទៀតការនៅក្នុងមានឌីប៊ីកម្ពុជារយៈពេល76ឆ្នាំហើយក្នុងរយៈពេល6ឆ្នាំខ្ញុំឡើងតំណែង4ដងហើយឥឡូវនេះខ្ញុំគឺជាប្រធានផ្នែកគ្រប់គ្រងគុណភាពការងារបច្ចេកទេសមនុស្សស្រីធ្វើបានដូចគ្នាហើយបើយើងដាក់ចិត្តឲ្យមាំហើយធ្វើឲ្យបានគឺធ្វើបានល្អពេលរៀនចប់បច្ចេកទេសគឺជំនាញសំខាន់ណាស់សម្រាប់យើងបើសិនជាយើងដាក់ចិត្តឲ្យរៀនឲ្យច្បាស់បន្ទាប់មកចេញការងារបច្ចេកទេសមួយគឺអត់ទាន់គ្រប់គ្រាន់ទេយើងត្រូវមានជំនាញបន្ថែម2 3ទៀតអញ្ចឹងមានទី1គឺតាក់ទងទំនាក់ទំនងគឺយើងត្រូវចេះទំនាក់ទំនងល្អទី2គឺគ្រប់គ្រងបើសិនយើងអត់ចេះគ្រប់គ្រងទេអត់ដឹងថាធ្វើការងារណាមុនណាក្រោយទេហើយទី3គឺការងារជាក្រុមយើងចេះការងារក្រុមអញ្ចឹងការងារយើងនឹងរលូនការងារបច្ចេកទេសដែលខ្ញុំធ្វើhàng ngàyហ្នឹងក៏ពិតមានពេលសុវ័យមានពេលខ្លះមានសម្ពាធហើយទោះមានសម្ពាធយ៉ាងណាក៏ខ្ញុំនៅតែដាក់ចិត្តធ្វើដោយសារចិត្តស្រឡាញ់ខាងបច្ចេកទេសយើងជាមនុស្សស្រីចង់រៀនជំនាញអីធ្វើការងារអីក៏បានដូចគ្នាដែរឲ្យតែយើងតាំងចិត្តខ្ពស់ហើយនឹងស្រឡាញ់គឺយើងធ្វើបានTVET ជំនាញពិតជីវិតប្រសើរបាទឥឡូវយើងបានទស្សនាវីដេអូអំបញ្ញមិញពុទ្ធរីហើយអំពីរឿងជាពិសេសផ្ដោតទៅលើយុវតីដែលគាត់ចង់បន្តជំនាញផ្សេងៗពុទ្ធរីមើលឃើញយ៉ាងម៉េចចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមើលឃើញដូចអ្វីដែលបងបានលើកឡើងនៅវគ្គមុនអញ្ចឹងចាសម្រាប់ផ្នត់គំនិតរបស់ឪពុកម្ដាយអាណាព្យាបាលគាត់នៅតែមានផ្នត់គំនិតគិតថាក្មេងស្រីមិនគួររៀនជំនាញបច្ចេកទេសអីទាំងទេចាក្មេងស្រីគួរតែរៀនឧទាហរណ៍ថាកណន័យរដ្ឋបាលអីចឹងចារដ្ឋបាលដូចជាលក់ថ្នាំពេទ្យសូម្បីតែពេទ្យហ្នឹងក៏បែងចែកថាឯងកុំរៀនដុកទ័រកូនរៀនលក់ថ្នាំចាក៏នៅតែបែងចែកអញ្ចឹងដែរមានអាណាព្យាបាលមួយចំនួនទេដែលគាត់នៅមានចាតែមួយចំនួនគាត់ក៏លើកទឹកចិត្តដល់កូនរបស់គាត់ឲ្យធ្វើតាមបេះដូងចាឲ្យធ្វើតាមក្តីសម័យរបស់ខ្លួនចាព្រោះអាហ្នឹងវាសំខាន់ណាស់ការធ្វើជាមួយនឹងក្តីសម័យដូចខ្ញុំនិយាយដដែលហើយដដែលទៀតអញ្ចឹងចាហើយបច្ចុប្បន្នយើងក៏លេខមកវិញយើងឃើញថាខាងឧត្តមសិក្សាក៏ដូចជាសាលាមួយចំនួនហើយរាជរដ្ឋាភិបាលទៀតក៏បានគិតគូរទៅលើការបណ្ដុះបណ្ដាលទៅលើគេហៅថាមូលធនមនុស្សណាចាហើយស្របចាថ្នាក់ឧត្តមសិក្សាហ្នឹងគឺគាត់បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងមែនតែនសម្រាប់បងប្អូនដែលបានប្រឡងបញ្ចប់ថ្នាក់ទី12នេះយើងនិយាយខ្លីយើងទៅទី12នេះតែម្ដងចាអញ្ចឹងយើងឃើញថាមានអាហារូបករណ៍ទាំងរាជរដ្ឋាភិបាលទាំងតាមសាលាទាំងឧត្តមសិក្សាអូមានច្រើនមែនតែនអញ្ចឹងឱកាសមានច្រើននៅក្នុងការគេហៅថារៀនសូត្របន្តទៀតចាហើយការរៀនសូត្រនេះអាហ្នឹងកាន់តែទៅឯណាសមរភូមិក្តៅឯងចាកាន់តែទៅយើងខ្លាចជាមនុស្សធំហើយពីមុននឹងចាប់ទី12យើងនៅកូនក្មេងនៅឡើយទេប៉ុន្តែឥឡូវនេះយើងខ្លាចជាមនុស្សធំហើយត្រូវមានការសម្រេចចិត្តឲ្យបានច្បាស់នៅមុនពេលដែលយើងចាធ្វើអីមួយតែត្រង់កន្លែងហ្នឹងក៏ខ្ញុំអត់ចង់ឲ្យដាក់សម្ពាធទៅលើបងប្អូនដែរកុំគិតថាយើងកាលពីនៅរៀន12ឆ្នាំនោះយើងអត់អីទេគ្រាន់តែរៀនចំណេះដឹងទូទៅឥឡូវយើងចូលសកលអីគឺត្រូវតែម៉ត់ចត់តែមើងម៉ាត់ហ្មងណាកុំឲ្យគិតអញ្ចឹងកាលណាយើងគិតអញ្ចឹងវាតានតឹងហើយយើងការមានសម្ពាធអញ្ចឹងកាលណាជួនកាលរៀនអត់ចប់ទេមានសម្ពាធពេកអញ្ចឹងកុំយើងគិតទៅថាវាជាស្ពានចម្លងបន្តទៀតមុននឹងយើងចូលទៅទីផ្សារការងារហើយឥឡូវហ្នឹងតាមពិតបងប្អូនដែលកំពុងរៀនហ្នឹងក៏អាចចូលទៅទីផ្សារការងារបានបដាដែរឲ្យតែយើងបកកែឲ្យតែយើងចេះមិនអញ្ចឹង
ពិតប្រាកដបាទបន្ថែមពីពុទ្ធរីលើកឡើងអំពីដំណឹងអាហារូបករណ៍ដំណឹងដំសិក្សាជំនាញផ្សេងៗដែលប្រមុខរដ្ឋាភិបាលក៏ដូចជាសាកលវិទ្យាល័យផ្នែកឯកជននេះបានប្រកាសផ្ដល់ឲ្យណាខ្ញុំចាប់អារម្មណ៍មួយទៀតគឺទៅដល់ជំនាញថ្នាក់បច្ចេកទេសដូចវីដេអូយើងបានបង្ហាញមកអញ្ចឹងណាមិនថាជាបងប្អូនជានារីយុវតីឬក៏បរិបទជាយុវជនអាចរៀនបានតែខ្ញុំលើកឡើងនេះដោយសារតែប្រទេសយើងគឺត្រៀមខ្លួននឹងចាក់ចេញពីប្រទេសអភិវឌ្ឍតិចតួចអញ្ចឹងគឺច្បាស់ណាស់គឺយើងត្រូវការបច្ចេកទេសហើយឧស្សាហកម្មធំនឹងរីកដុះដាលបន្តហើយត្រូវការធនធានមនុស្សខាងបច្ចេកទេសហ្នឹងហើយបច្ចេកទេសនេះបងប្អូនកុំយល់ច្រឡំថាពាក្យថាបច្ចេកទេសហ៊ានតភ្លើងហ៊ានអគិសនីហ៊ានអីបានហៅបច្ចេកទេសពាក្យបច្ចេកទេសវាមានច្រើនមែនទែនខ្ញុំលើកទួសខ្ញុំឃើញនៅខាងតាមសាលាដែលយើងមើលឃើញហៅកាត់ឥឡូវហ្នឹងគឺវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឬហៅថា TVET ដែលស្ថិតនៅក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាទគឺមានច្រើនដល់ទៅ37វិទ្យាស្ថាននៅទូទាំងប្រទេសអញ្ចឹងបងប្អូននៅខេត្តក៏អាចទៅរកបានដែរថាតើបងប្អូនជាប់ឬក៏ថ្នាក់បាក់ឌុបក៏រៀនបានទៀតព្រោះមានបរិញ្ញារងមានថ្នាក់បរិញ្ញាអញ្ចឹងទៅហើយខ្ញុំសូមរៀបរាប់ត្រួសៗឯណាជាចំណុចដែលជំនាញដែលបងប្អូនខ្លះក៏លោកអត់ស្រឡាញ់តែអត់ដឹងថាទៅរៀននៅណាឧទាហរណ៍ថាបាទជំនាញបច្ចេកទេសអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទបាទអ្នកជំនាញបង្កើតគេហទំព័រអ្នកគ្រប់គ្រងប្រព័ន្ធបណ្ដាញកុំព្យូទ័រអញ្ចឹងទៅអ្នកសរសេរកម្មវិធីសម្រាប់ស្ថាប័នក្រុមហ៊ុនអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យអ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពបណ្ដាញកុំព្យូទ័រនេះក៏ទូទេណាបាទហ្នឹងគឺយើងអ្នកខ្លះហាក់ IT ទៅហ៎ប៉ុន្តែតាមពិតវាមានជំនាញដែលលម្អិតជំនាញច្បាស់លាស់ចឹងទៀតក្នុងសិតទៅនៅក្នុងសិតទៅនៅក្នុងបរិយាប័ត្រដូចគ្នាចាបាទអញ្ចឹងបងប្អូនឲ្យតែចេះជំនាញនឹងពិតប្រាកដខ្ញុំជឿថាក្រុមហ៊ុនត្រូវការឧទាហរណ៍តែមួយបងប្អូនចេះកម្មវិធីនេះជំនាញបង្កើតគេហទំព័រឬក៏កម្មវិធីទូរស័ព្ទដែលធ្វើ app ទូរស័ព្ទយើងរាល់ថ្ងៃណាគឺឥឡូវយើងមាន app របស់កូនខ្មែរយើងច្រើនឥឡូវសិតតែកូនខ្មែរយើងធ្វើឲ្យចេះហ្នឹងក្រុមហ៊ុនសហគ្រាសផ្សេងៗឥឡូវសិតតែមាន app ផ្ទាល់ខ្លួនអញ្ចឹងបងប្អូនចេះខ្ញុំជឿថាមានឱកាសការងារច្រើនណាស់ app ខ្លួនឯងបាទអញ្ចឹងយើងសរុបមកវិញលើកទឹកចិត្តជំរុញទឹកចិត្តដល់បងប្អូនទាំងអ្នកដែលប្រឡងជាប់ក្តីមិនជាប់ក្តីសូមលើកទឹកចិត្តខ្លួនឯងកំណត់គោលដៅក្តីសម័យស្វែងរកព័ត៌មានអំពីការសិក្សាបន្តទៀតហើយផ្ចង់អារម្មណ៍កុំដាក់សម្ពាធខ្លួនឯងពេករៀនបដាយើងគេហៅថាសិក្សាអំពីជំនាញបដាសិក្សាអំពីឱកាសការងារបដាទៅណាបាទខ្ញុំសូមភ្ជាប់បន្តិចកន្លែងដែលបងមានប្រសាសន៍មិញណាជំនាញទៅលើការបង្កើត app អីហ្នឹងខ្ញុំបានស្គាល់ជាបទពិសោធន៍ស្គាល់មនុស្សម្នាក់គាត់រៀនជំនាញហ្នឹងហើយបន្ទាប់មកបច្ចុប្បន្នគាត់អត់ទៅធ្វើការឲ្យក្រុមហ៊ុនណាទេគាត់នៅអង្គុយបង្កើត app របស់ខ្លួនគាត់ដាក់ក្នុង Apple បាទគេហៅអីគេ Play Store App Store ចាមួយខែចំណូលបានច្រើនខ្លាំងមែនទេចឹងមិនថាឱកាសវាមានច្រើនហើយកាលណាដែលបងអូនធ្វើតាមក្តីសម័យហើយដូចយើងថាអញ្ចឹងគេហៅថាចំណូលគឺរត់មករកតែម្ដងហើយអត់ចាំបាច់ទៅពិបាកទៅធ្វើការឲ្យក្រុមហ៊ុនណាគេធ្វើតែខ្លួនគេនៅផ្ទះតែខ្លួនគេនឹងអញ្ចឹងឃើញថាចំណូលចូលមកក៏ស្រួលមួយយ៉ាងដែរប៉ុន្តែនេះមិនមែនបញ្ជាក់ថាតាមជំនាញហ្នឹងឯងជំនាញណាក៏ដោយឲ្យតែជំនាញពិតប្រាកដចាហើយចេះពិតប្រាកដទៀតចាបាទអញ្ចឹងឥឡូវឃើញថាពីកម្មវិធីរបស់យើងនៅក្នុងអេពីសូតនេះគឺយើងលើកឡើងហើយពីជំនាញពីអ្វីដែលបងប្អូនប្រឡងជាប់ថ្នាក់ទី12ជាប់មិនជាប់ក៏ដោយគួរតែត្រូវធ្វើយ៉ាងម៉េចដើម្បីបន្តស្ពានជីវិតបន្តបច្ចុប្បន្នទៀតដើម្បីឈានចូលទៅដល់ទីផ្សារការងារបានបាទចាហើយឃើញថាបន្ទាប់ពីយើងលើកឡើងច្រើនក៏បងមានអីដើម្បីផ្ដាំផ្ញើទៅកាន់បងប្អូនថានៅពេលដែលចប់បាក់ឌុបនេះហើយពេលខ្លះចេះដែរនេះបាត់ពិសោធន៍ខ្ញុំទៀតដែរពេលខ្ញុំចាប់ភ្លាមខ្ញុំគិតថាពីរៀនហើយសម្រុកធ្វើការដោយសារលទ្ធភាពពេលនោះដែរណាបងចាអញ្ចឹងដោយសារលទ្ធភាពពេលនោះដែរយើងធ្វើការដល់ពេលយើងធ្វើការពេកទៅអត់បែងចែកពេលវេលារៀនច្បាស់លាស់ហើយអញ្ចឹងមានន័យថាយើងក៏ពិបាកនៅក្នុងការទៅចាប់យកអាជំនាញដែលយើងទៅសិក្សានឹងយកមកធ្វើការបន្តទៀតដែរកន្លែងហ្នឹងខ្ញុំអាចនិយាយបានថាយើងអាចកំណត់ថាពាក្យថាត្រូវតែហ្មងឯងបងប្អូនត្រូវតែរៀនមិនបាច់ធ្វើការទេបងប្អូនគួរតែរៀនផងត្រូវតែធ្វើការផងអត់ទេព្រោះថាលទ្ធភាពឱកាសរបស់មនុស្សម្នាក់ខុសគ្នាចាបងប្អូនខ្លះគាត់មានជីវភាពធូរធារ
គាត់ប្រឹងតែរៀនផ្ដោតលើតែរៀនទៅអញ្ចឹងណាតែអត់មានជីវភាពទេគាត់ក៏ចាប់ផ្ដើមរៀនផងធ្វើការផងអញ្ចឹងគាត់សម្ពាធពីរៀងខុសគ្នាបន្តិចវាទៅតាមសំទោសបងវាទៅតាមលក្ខខណ្ឌនៃមុខវិជ្ជាដែលយើងរៀនដែរមុខវិជ្ជាខ្លះគេអត់ចាំបាច់ទេដូចខ្ញុំជំរាបបងមិនអញ្ចឹង design អីហ្នឹងគេតោះរៀនចប់ហ្មងក៏គេនៅតែមានការធ្វើទោះបីគេអត់មានបទពិសោធន៍ច្រើនក៏ដោយពួកគេហាត់ការច្រើនហើយចាក៏ប៉ុន្តែដូចមុខជំនាញខ្លះទៀតយើងត្រូវការបត់ពិសោធន៍ពេលយើងធ្វើការបដើនេះដើម្បីយកទៅចាទាញជំនាញតែគ្រាន់តែខ្ញុំផ្ដាំផ្ញើថាបើសិនជាឧទាហរណ៍អូនឯងរៀនជំនាញគណនេយ្យបើរកការងារធ្វើត្រូវរកការងារបែបទាញទៅចិត្តជំនាញយើងកុំឆ្ងាយពេកកុំឆ្ងាយពីជំនាញស្រាប់តែរៀនគណនេយ្យទៅធ្វើការ sale ចាអញ្ចឹងវាអត់ចូលគ្នាសោះបាទមិនមែនថាធ្វើមិនកើតទេគាត់ថាយើងវាខាតបងអ្វីដែលយើងព្យាយាមបានរៀនចប់ទៅណាយើងយល់ព្រោះដោយសារតែมันអាចថា 100% យើងត្រូវតែរៀនកធ្វើការកនឹងមកឲ្យចំ 100% អញ្ចឹងណាបើទោះវាតិចតួចក៏ត្រូវប្រវែទិសខ្លួនឯងទៅរកដែរកុំប្រៀងកុំតែបោះបង់គោលដៅចាបងចាកុំបោះបង់អញ្ចឹងឥឡូវឃើញថាពីកម្មវិធី podcast មហាជនឬ Citizen podcast របស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយនៅប្រធានបទបន្តទៀតយើងនឹងលើកយកពីប្រធានបទដែលពាក់ព័ន្ធទៅនឹងមហាជនបន្តទៀតពីកម្មវិធីរបស់យើងនៅពេលនេះខ្ញុំបាទមករានាងខ្ញុំពុទ្ធរីសូមអរគុណសូមគោរពលា